Arsenal មួយក្នុងក្លឹបធំបំផុតនៅអង់គ្លេសតែរឿងនេះចាប់តាមពីក្រុមកម្មករមួយឆ្នាំ1886បង្កើតជាក្លឹបតូចមួយតែថាមពលធំមិនធម្មតាឆ្នាំ1886ក្រុមកម្មករ Royal Arsenal ក្នុង Woolwich បានបង្កើតក្លឹបមួយឈ្មោះ Dial Square ថ្ងៃដំបូងគេពួកគេបានចូលប្រកួតហើយឈ្នះ 6-0 បន្ទាប់មកក្លឹបបដូរឈ្មោះទៅជា Royal Arsenal ហើយទៀតទៅ Woolwich Arsenal នេះជាចំណុចចាប់ផ្ដើមនៃ Arsenal ដែលយើងស្គាល់សប្តាហ៍ថ្ងៃឆ្នាំ1913 Arsenal បានផ្លាក់ទីពី Woolwich ទៅ Highbury ទីលានដែលក្លាយជាផ្ទះនិងផ្នែកនៃអត្តសញ្ញាណក្លឹបជាង90ឆ្នាំ Highbury មានស្ថាបត្យកម្មស្អាត Style ក្រមសីលហើយក្លាយជាទីកន្លែងដែលទស្សនិកជនបានស្គាល់ Style បលស្អាតរបស់ Arsenal ចូលដល់ឆ្នាំ1925មានបុរសម្នាក់មកផ្លាស់ប្ដូរមុខ Arsenal ឲ្យទៅជាមហាក្លឹបគាត់គឺ Herbert Chapman គ្រូបង្វឹកបទមានអានុភាពក្នុងប្រវត្តិសាស្ត្រ Arsenal Chapman បានបង្កើត Style WM Formation ប្រែក្លឹបទៅជាពណ៌ខ្មៅស្បែកជើងហើយធ្វើឲ្យ Arsenal ក្លាយជាកម្លាំង Premier Division ក្រោមការដឹកនាំរបស់ Chapman Arsenal ឈ្នះពានជាច្រើនហើយក្លាយជាក្លឹបធំជាលើកដំបូងក្រោយការស្លាប់របស់ Chapman ក្លឹបបន្តឈ្នះពានក្រោមបណ្ដាញគម្រោងដែលគាត់បានទុកចោលទសវត្សរ៍ទី1930 Arsenal ក្លាយជា Team of the 30s ឈ្នះពានលីកនិង FA Cup ជាច្រើនហើយក្លាយជាក្លឹបដែលមានសមត្ថភាពខ្ពស់បំផុតនៅអង់គ្លេសឆ្នាំ1971 Arsenal ឈ្នះ Double មួយក្នុងចំណោមសម័យពន្លឺរបស់ក្លឹបចូលដល់សម័យ George Graham 1886ដល់1995 Arsenal ដកស្ទាយការពារដាច់ខ្លាំងនិងវិន័យខ្ពស់ជាមួយកីឡាករល្បីៗដូចជា Tony Adams, Ian Wright និង David Seaman Graham Era ត្រៀម Arsenal សម្រាប់ការផ្លាស់ប្ដូរធំមួយដែលនេះជាអ្វីនឹងកាត់ឡើងក្នុង EP2 នេះគឺជាកំណើតនិងពន្លឺដំបូងនៃ Arsenal មួយក្នុងក្លឹបដែលមានប្រវត្តិសាស្ត្រដ៏សម្បូរបែបជាងគេជួបគ្នាខាងមុខក្នុង EP2 Arsene Wenger Era